បើខ្ញុំជាស្ថិខ្ញុំអត់ឲ្យខ្ញុំអត់រក sponsor ខ្ញុំបោះឲ្យ free ហ្មងប៉ុន្តែខ្ញុំមិនមែនស្ថិខ្ញុំចូលចិត្តស្រឡាញ់ខ្ញុំជំរុញវិស័យនេះសូម្បីគេផលិតភាពយន្តមួយណាគេត្រូវការ art director គេត្រូវការ DOP បាទទាំងអស់ហ្នឹងសិតតែមកពីប្លង់ photography ទាំងអស់សភៅដូចពេជ្រចឹងខុសពីกระดาษប្រាក់ក្នុងអំឡុងពេលហ្នឹងយើងចាយអូខេគេទទួលស្គាល់20ឆ្នាំទៀត30ឆ្នាំទៀតกระดาษហ្នឹងអាចខូចឬក៏គេអាចដូរ style ថ្មីគេលែងចាយប៉ុន្តែសភៅដូចពេជ្រចឹងទុកកាន់តែយូរកាន់តែមានតម្លៃអ្នកទាំងអស់គ្នាបើស្គាល់សិល្បករថតរូបខ្មែរម្នាក់ដែលបានចំណាយពេលជាច្រើនឆ្នាំក្នុងការប្រម៉ែប្រមូលស្នាដៃរបស់អ្នកស្រឡាញ់វិស័យថតរូបនៅក្នុងប្រទេសកម្ពុជាចង់ដឹងតើគាត់ជានរណាដែលនៅពីក្រោយសៀវភៅមួយនេះអញ្ចឹងខ្ញុំនឹងនាំទាំងអស់នេះទៅជួបគាត់ទាំងអស់គ្នាបាទអញ្ចឹងឥឡូវយើងមកដល់ហើយអញ្ចឹងជួបបងម៉ារីទាំងអស់គ្នាតាជំរាបសួរបងបាទជំរាបសួរបាទបងខ្ញុំដល់យូរបងថ្ងៃហ្នឹងសប្បាយចិត្តមែនទែនបានជួបបងហើយចង់ដឹងអំពីជាក់លាក់ហ្មងសភៅមួយនេះបងតើបងអាចប្រាប់អំពីសភៅមួយនេះទៅដល់បងប្អូនដែលគាត់កំពុងតែមើលវីដេអូនេះបានអត់បើតែជាដំបូងសូមឲ្យបងណែនាំខ្លួនបន្តិចសិនអូខេសួស្តីបងប្អូនអរគ្នាខ្ញុំឈ្មោះស៊ូម៉ាឌីជាទូតសុយន្តៈរបស់កាមេរ៉ា Sony Alpha នៅកម្ពុជាហើយក៏ជា founder នៅ group Cambodia Street Photography ផងដែរហើយក៏ជាសមាជិកមួយនៅក្នុងក្រុមប្រមាញ់វិភាពជំនះចម្រុះកម្ពុជាបាទអញ្ចឹងយើងច្រើនតិចប៉ុន្តែអ្វីទាំងអស់នេះគឺជាអ្វីដែលយើងស្រឡាញ់ហើយយើងចូលចិត្តហើយនឹងយើងចង់ជំរុញលើវិស័យថតរូបនេះឲ្យបានទូលំទូលាយក៏ដូចជាឲ្យទៅដល់បងប្អូនជំនាន់ក្រោយបាទយុវជនជំនាន់ក្រោយឲ្យគាត់យល់ដឹងក៏ដូចជាជ្រាបនៅសារៈប្រយោជន៍ក៏ដូចសារៈសំខាន់នៅវិស័យ photography មួយនេះបាទបងបាទអរគុណច្រើនបងអញ្ចឹងបងសំណួរដំបូងដែលខ្ញុំគិតថាមិនមែនតែខ្ញុំទេប៉ុន្តែបងប្អូនដែលគាត់កំពុងមើលវីដេអូនេះគាត់ចង់ដឹងបន្ថែមច្រើនមែនតើគឺសៀវភៅមួយនេះបងបាទអញ្ចឹងបងទី1ខ្ញុំចង់ដឹងថាតើសៀវភៅមួយនេះនិយាយអំពីអ្វីអូខេអរគុណច្រើនសម្រាប់សំណួរហើយក៏ដូចជាថ្ងៃនេះសប្បាយចិត្តមែនទែនដែលបានមកជួបហើយសួរតែម្ដងបាទអញ្ចឹងសភៅនេះគឺយើងនិយាយអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកើតឡើងរៀងរាល់ថ្ងៃក៏ដូចជាសកម្មភាពប្លែកៗដែលតែងតែកើតឡើងជុំវិញខ្លួនរបស់យើងអញ្ចឹងក្នុងហ្នឹងគឺ category របស់ photography មានច្រើនមាន landscape photography wildlife វាមាន street វាមានstill life អញ្ចឹងក្នុងនេះខ្ញុំនិយាយមិនថា daily life ហ្នឹងប៉ុន្តែវា more than daily life វាច្រើនជាង daily life តាក់ទងទៅនឹង street photography បានន័យថាជីវិតរស់នៅប្រចាំថ្ងៃមែនប៉ុន្តែគឺគេច្បិចយកនៅចំណុចសំខាន់ពិសេសដែលកើតឡើងក្នុងប្រហែលជា5 second ទេបាទ5វិនាទីទេដែលទស្សនវិជ្ជាទាំងអស់នោះគឺយើងនឹងមិនងាយឃើញឡើងវិញនឹងឃើញហើយយើងចាប់អត់ទាន់បាទហើយវាប្លែកវាមានចំណាប់អារម្មណ៍ច្រើនខ្លាំងជាង daily life ធម្មតាឧទាហរណ៍daily life បែបជីវិតរស់នៅធម្មតាឃើញគាត់លក់នំអូខេតាមដងផ្លូវឬក៏តាមផ្សារអាហ្នឹងគឺជា daily life ប៉ុន្តែ street photography ច្រើនជាងនឹងទៀតបានន័យថាឧទាហរណ៍យាយគាត់លក់នំប៉ុន្តែគាត់ contrast ជាមួយអីបានគេប្រៀបធៀបជាមួយនឹងស្រាប់ចៃដន្យមកមានហាងកាហ្វេទំនើបមួយគេលក់អីទំនើបមួយអញ្ចឹង contrast គ្នាបាទឬមួយក៏កៅអាវគាត់ពណ៌បែបគេថា color matching បាននេះតែជាមួយនឹងគាត់លក់អីការផលិតស្រាប់តែគាត់ពាក់ការផលិតនឹងពណ៌ផ្កាឈូកដល់ពេលអាវគាត់ផ្កាឈូកដែរខោគាត់ផ្កាឈូកដែរមួកគាត់ផ្កាឈូកដែរអានេះហើយវាមានអីច្រើនជាង daily life បាទអញ្ចឹងវាមានច្រើនលម្អិតច្រើនទៀតវាមានតាំង photography composition បូកជាមួយគ្នាជាមួយនឹងទស្សនវិជ្ជាផ្សេងបូកជាមួយច្រើនអញ្ចឹងពិបាកយល់អញ្ចឹងក្នុងនេះសភៅអាចបកស្រាយបានអញ្ចឹងក្នុងនេះពួកយើងបានផលិតសភៅនេះគឺឆ្នាំទី4ហើយបាទសភៅទី4បាទ4ក្បាលហើយបង4ក្បាលហើយបាទអញ្ចឹងក្នុងនេះគឺសភៅទី4នេះគឺវាល្អទៅណាបានថាសភៅទី4នេះគឺយើងបានបែងចែក category បានន័យថា
3 សភៅមុនគឺយើងដូចជា promote ឲ្យបងប្អូនយើងអ្នកចូលចិត្តវិស័យថតរូបហ្នឹងគាត់ស្រឡាញ់ហើយចូលរួមថតបែប street ហ្នឹងអញ្ចឹងបើកទូលាយ open theme ណា open topic តែឥឡូវនេះសភៅទី4នេះគឺយើងបានដាក់នៅ topic ផ្សេងៗដើម្បីឲ្យគាត់ថតតែម្ដងដូចខ្ញុំនិយាយមិញអញ្ចឹង color matching moment ឬក៏អីផ្សេងៗតាក់ទងទៅនឹងវត្ថុអីជាមួយនឹងសកម្មភាពរបស់មនុស្សអញ្ចឹងក្នុងនោះគឺយើងបានបែងចែកជា24 topic ក្នុងសភៅនេះដែលមួយ topic គឺមានពីអាទិត្យអញ្ចឹងបាទអញ្ចឹងឆ្នាំ2024និង2025យើងបានធ្វើយើងចែកជា24 topic ដោយឡែកឆ្នាំនេះដោយសារភៅយើងក្រាស់ពេកហើយអត់លុយបាទហើយអត់លុយបោះបាទអត់លុយបោះហើយវាថ្លៃអញ្ចឹងធម្មតានិយាយត្រង់ទៅតាក់ទងទៅនឹងនេះគឺយើងឆ្លាញ់វិស័យនេះបើខ្ញុំជាសេដ្ឋីខ្ញុំអត់ឲ្យខ្ញុំអត់រក sponsor ខ្ញុំបោះឲ្យ free ហ្មងប៉ុន្តែខ្ញុំមិនមែនសេដ្ឋីខ្ញុំចូលចិត្តឆ្លាញ់ខ្ញុំជំរុញវិស័យនេះព្រោះស្រុកខ្មែរយើងខ្ញុំមិនទាន់ឃើញជានៅឡើយក្រុមណាដែលគាត់ gathering គ្នាចេះក្នុងនេះមិនតិចជាង100នាក់ទេបាទ100 photography ទេបាទ grapher អញ្ចឹងពិតជាខ្ញុំគិតថាវាជាការសំខាន់មួយដែលជាកន្លែងដែលជំរុញលើកទឹកចិត្តឲ្យពួកគាត់បញ្ចេញស្នាដៃក៏ជាលើកទឹកចិត្តគាត់បង្ហាញមុខគាត់បង្ហាញឈ្មោះគាត់បង្ហាញស្នាដៃគាត់នៅក្នុងសភៅព្រោះសភៅមួយបោះមិនងាយដូចខ្ញុំផ្ទាល់ខ្ញុំជាង10ឆ្នាំជិត20ឆ្នាំខ្ញុំទៅបានសភៅមួយហើយសភៅហ្នឹងមុំបានហ្នឹងគឺយើងសុំគេឲ្យជួយបោះយើងទៀតឲ្យបោះហ្នឹងគេថា quality ល្មមតែទទួលយកបានបាទមិនទទួលយកបានឬក៏ទទួលយកបានតាមនឹងទៅតាមអ្វីដែលយើងលទ្ធភាពអញ្ចឹងយើងអត់មានលទ្ធភាពបោះទេប៉ុន្តែបងប្អូនយើងមានឱកាសក្នុងការបង្ហាញស្នាដៃនៅក្នុងសភៅនេះក៏ដូចជាគាត់មានមោទនភាពក្នុងការគាត់មានស្នាដៃហើយថតធម្មតាប៉ុន្តែគាត់មានស្នាដៃនៅក្នុងសភៅដែលបោះពុំនេះយើងបានបែងចែកច្រើនបាទទៅស្ថាប័នរដ្ឋស្ថាប័នឯកជនក៏ដូចជាអង្គការផ្សេងៗដែលគាត់ឆ្លាញ់និងយល់អំពី photography នេះហើយនឹងជាវែងទៀតណាបាទដោយសារនេះវាសំខាន់តើតើទៅនឹងការលើកទឹកចិត្តស្នាដៃបងប្អូនយើងផងក៏ដូចជាជា document មួយបាទជាឯកសារមួយចងក្រងអំពីវត្តនៃការរស់នៅរបស់ប្រជាជនយើងបាទប្រជាជនយើងពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំវាខុសគ្នាបែបម៉េចឧទាហរណ៍ពេលខ្លះលោកតាគាត់ធាក់ស្ក្លូណាយើងថតបានអីចឹងយើងដាក់ក្នុងសភៅ10ឆ្នាំក្រោយមិនប្រកាសថាលោកតាគាត់នៅធាក់ទេគាត់អស់កម្លាំងហើយមួយទៀតអ្នកបន្តវេនគាត់សួរថាអាចនឹងបន្តវេនប្រហែលជាអត់ទេដោយសារអីគាត់រកលុយចិញ្ចឹមកូនចៅគាត់ដើម្បីឲ្យរៀនសូត្រអញ្ចឹងប្រកាសណាអ្នករៀនសូត្រគាត់មកទោះគាត់មកធាក់ស្ក្លូទៀតអត់ទេអញ្ចឹងវាធ្វើឲ្យបាត់នៅអត្តសញ្ញាណទាំងអស់ហ្នឹងវាអាចមិនថាបាត់ទេបាទនៅអាចនៅបែបជាលក្ខណៈជា museum ជាការ show up ពីកោះលើងឡើងវិញតែប៉ុណ្្នឹងប៉ុន្តែទៅជាការរស់នៅប្រចាំថ្ងៃរស់ស៊ីប្រចាំថ្ងៃបាច់បាត់អត់ទេចៅគាត់មិនមកនេះទេប្រទេសយើងចេះហើយហ្នឹងអញ្ចឹងយ៉ាងហោចនោះក៏គាត់ទៅរត់ទុកស្រួលខ្លួនដែរអញ្ចឹងណាអញ្ចឹងនេះហើយដែលជាការចងក្រងសំខាន់មួយ document មួយដែលធ្វើឲ្យសភៅនេះហិតតែមានតម្លៃសភៅដូចពេជ្រអញ្ចឹងខុសពីกระดาษប្រាក់បាទกระดาษប្រាក់បានន័យថាក្នុងអំឡុងពេលហ្នឹងយើងចាយអូខេគេទទួលស្គាល់20ឆ្នាំទៀត30ឆ្នាំទៀតกระดาษហ្នឹងអាចខូចឬក៏គេអាចដូរ style ថ្មីគេលែងចាយប៉ុន្តែសភៅដូចពេជ្រអញ្ចឹងទុកកាន់តែយូរកាន់តែមានតម្លៃបាទរបស់កម្រយើងដឹងស្រាប់ហើយដោយធ្វើដោយដៃឬក៏ធ្វើដោយមនុស្សវាសំខាន់ជាងបាទអញ្ចឹងតកតងទៅនឹងអូយវាវែងឆ្ងាយច្រើនណាស់នឹងផ្លាច់យូរអញ្ចឹងបាទសភៅនេះគឺគោលបំណងអញ្ចឹងហើយបាទគោលបំណងលើកទឹកចិត្តនិងបង្ហាញស្នាដៃក៏ដូចជាចងក្រងអីbla bla blaអញ្ចឹងនេះជាសភៅទី4ដែលយើងបានupdate ឬ renovate វាបាទទៅជាសភៅមួយដែលមានការចាប់អារម្មណ៍បន្ថែមទៀតតកតងទៅនឹងបែងចែកជា sim គេថាមានអក្សរក្នុងបញ្យលក្នុងការ sim មួយគឺយើងបញ្យលថា
ត្រូវថតបែបម៉េច បាទ ថតម៉េចបានត្រូវស៊ីមហ្នឹងអញ្ចឹងណាអញ្ចឹងអ្នកអាចយកទៅមើលទៅគាត់អាចរៀនសូត្រក៏ដូចជាបំពេញបន្ថែមនៅលើមុខវិជ្ជាថតរូបរបស់គាត់បាទអញ្ចឹងវាជាចំណុចសំខាន់ច្រើន បងសម្រាប់អ្នកដែលគាត់ស្រឡាញ់នៅក្នុងវិស័យថតរូបហើយគាត់ចាប់អារម្មណ៍អំពីសៀវភៅនេះហើយគាត់ចង់ចូលរួមក្នុងការជាវតើគាត់អាចរកតាមណាដែរបង តាមពិតទៅសភៅយើងនេះយើងបោះលើកទី4លើកទី1ទី2ទី3គឺយើងប្រើប្រាស់សមត្ថភាពអាកថាឈ្មោះយើងផងយើងដើរសាពះគេសុំលុយគេបាទដោយគេយល់យើងណាគេស្រឡាញ់យើងហើយគេយល់វិស័យហ្នឹងប៉ុន្តែបងប្អូនគាត់ទាំងអស់ហ្នឹងខ្ញុំមើលទៅប្រហែលជាយើងមិនអាចសុំគាត់រហូតបានទេយើងសុំនៅក្នុងកម្រិតណាមួយប៉ុន្តែយើងត្រូវតែមានអ្វីដើម្បី support ក្រៅពីពួកគាត់ជួយនឹងដែរអញ្ចឹងក៏ជួយផងយើងថាវាបានមកគ្រប់ឧទាហរណ៍ថាមិនមកគ្រប់ហ្នឹងបានន័យថាសភៅបោះគេជួយមកបាន10ក្បាលបោះ10ក្បាលអញ្ចឹងយើងចង់ target យើងវាមិនមែន10ក្បាលអញ្ចឹងណាអញ្ចឹងក្នុងហ្នឹងគឺយើងត្រូវឆ្នាំទី4នេះគឺខ្ញុំចាប់ផ្ដើមថាដាក់ជាវដាក់ឲ្យជាវដាក់ឲ្យជាការ donation ឬក៏ support ហ្នឹងយើងបើកទាំងអស់ហើយសម្រាប់ក្នុងការលើកទឹកចិត្តពួកគាត់ហ្នឹងឲ្យវា sustain ឲ្យទៅមុខទៀតអញ្ចឹងខ្ញុំត្រូវការបងប្អូនអ្នកដែលគាត់ចង់បានគួរតែចំណាយលុយតិចតួចបាទចំណាយលុយតិចតួចទិញទៅដោយសារអីដោយសារយកអាលុយហ្នឹងដើម្បីបោះមួយឆ្នាំក្រោយទៀតយើងអាចដើរទៅសុំគេបានទេទី1ហើយឥឡូវហ្នឹងតាំងពីយើងនេះមកក៏អត់សូវមានអ្នកនេះដែរដោយសារអូខេខ្ញុំមិនដឹងថាគាត់អត់ទាន់យល់អំពីគុណតម្លៃនៃសភៅនៃស្នាដៃទាំងនេះទេប៉ុន្តែអូខេខ្ញុំគិតថាថ្ងៃក្រោយទៅគាត់នឹងហ៊ានចំណាយតិចតួចទេហ៊ានចំណាយទុកក្នុង documentary គាត់ទុកក្នុងហាងគាត់ដើម្បីឲ្យភ្ញៀវមើលដើម្បីវាប្រសើរជាងនៅ digital គាត់វាអត់គេថាបើយើង scroll ទៅបាត់ហើយអញ្ចឹងអត់សូវមានន័យវាអត់សូវមានតម្លៃវាអត់សូវគេថា touching ឬក៏មានអារម្មណ៍ទេតែបើកមួយមានអារម្មណ៍ជឿសាកបើកមើលហើយនឹងមើលនៅក្នុងscreen ហើយនឹងមើលនៅក្នុងសភៅមានអារម្មណ៍ខុសគ្នាបាទមានអានមានអីចឹងទៅអញ្ចឹងក្នុងហ្នឹងគឺតកតងទៅនឹងនេះយើងបានធ្វើការដាក់ជាជាវបាទសម្រាប់ឆ្នាំថ្មីនេះចាប់ឆ្នាំទៅដាក់ឲ្យជាវហើយអាចតាក់ទងមកខ្ញុំឬក៏ក្រុមការងារដែលគាត់ស្ម័គ្រចិត្តលើកមួយទៀតទាំងអស់នេះបើបានធ្វើបានអាស្រ័យទៅលើមានក្រុមការងារស្ម័គ្រចិត្តផងដែរមានទាំង admin បរទេសនិងខ្មែរយើងក៏ដូចជាក្រុមការងារអ្នករៀបចំ design សិតតែអត់លុយទាំងអស់សិតតែពួកគាត់អត់មានmaterialក្នុងនោះគាត់ចំណាយពេលពីការងារគាត់ជួយdesign ហាត់នេះបានយូរជួនកាលទៅគាត់អត់មានពេលឲ្យយើងទេអញ្ចឹងគាត់យប់ឡើងកិច្ចពីកូនកិច្ចពីការងារបាន design 3-4 ប្រភេទទៅស្អែកកាន់ស្អែកឬក៏ខែក្រោយបាន 4-10 ភេទទៀតទៅនេះហើយដែលការចូលរួមស្រឡាញ់វិស័យថតរូបហើយនឹងគាត់ចូលរួមដោយបេះដូងយើងអត់មានទៅក្រុមហ៊ុនអត់មានទៅអីជាក្រុមមួយដែលមានចំណូលច្រើនចង់ធ្វើស្អែកអូខេស្អែក design ស្អែកបានឲ្យលុយគេបាទតែគាត់អត់មានលុយផងហ្នឹងអញ្ចឹងធ្វើម៉េចអញ្ចឹងដើម្បីបោះហ្នឹងបានតើត្រូវការថវិកាអញ្ចឹងថវិកាយើងមិនមែនចេះតែដើរសុំគេឲ្យទេបាទឲ្យខ្ញុំធ្លាប់ឲ្យទៅដែរគេថាឆ្នាំនេះសេដ្ឋកិច្ចធ្លាក់ចុះជួយបានប៉ុណ្ណេះទេធ្លាក់ចុះអត់បានជួយទេបាទទទួលច្រើនហើយអញ្ចឹងខ្ញុំដឹងហ្នឹងវាជាលក្ខណៈវាអត់ sustain អញ្ចឹងត្រូវការឲ្យជាវហើយចូលរួមជួយម្នាក់មួយក្បាលជាងកាលទៅយើងបើយកអាហ្នឹងទៅបោះបន្តទៀតដើម្បីនេះ100ជាងអ្នកផងនេះមានទាំងឈ្មោះមានទាំង email ឧទាហរណ៍ក្នុងហ្នឹងពួកគាត់មានអតិថិជនស្រឡាញ់រូបគាត់ណាបាទអញ្ចឹង your photo is your reward ដូចខ្ញុំតែនិយាយអញ្ចឹងគាត់ថានេះជារង្វាន់របស់គាត់អាចតាក់ទងមក email នេះបាទឈ្មោះនេះបាទអញ្ចឹងគាត់ទិញមកឥឡូវខ្ញុំសុំទិញរូបហ្នឹងវាជា reward វាជាស្នាដៃរបស់យើងវាជារង្វាន់របស់យើងក្នុងការគេលើកទឹកចិត្តនឹងតាមរយៈគេទិញរូបឧទាហរណ៍បាទអញ្ចឹងបើមិនទិញទេអាហ្នឹងគឺជាស្នាដៃដែលងាយណាទីយកទៅបោះពុំបានអត់ទេមិនមែនមករូបពីររូបឬមកក្បាលបោះបាននេះពិបាកអញ្ចឹងត្រូវការថវិកាអរគុណច្រើនបងអញ្ចឹងសម្រាប់បងប្អូនជាពិសេសអ្នកដែលគាត់ចាប់អារម្មណ៍អំពីវិស័យថតរូប
មិនចាំបាច់ថាអ្នកដែលធ្វើការផ្ទាល់ក្នុងវិស័យថតរូបទេប៉ុន្តែអ្នកដែលចូលចិត្តនឹងស្រឡាញ់គ្រប់គ្រងស្នាដៃរបស់ប្រជាជនខ្មែរយើងដែលគាត់នេះបានខិតខំបង្ហាញបាទសម្រាប់សម្រាំងស្នាដៃល្អល្អអញ្ចឹងអាចចូលរួមគ្រប់គ្រងតាមរយៈអាចតតងទៅ page ផ្ទាល់របស់បងម៉ារ៉ាឌីខ្ញុំនឹងដាក់ link ដើម្បីអ្នកទាំងអស់គ្នាអាចចូលទៅរកព័ត៌មានបន្ថែមបានអរគុណបងតើបងមានពាក្យពេចន៍អីចុងក្រោយបាទសម្រាប់ពាក្យពេចន៍ខ្ញុំប្រហែលជាដែលតើតងទៅនឹងខ្ញុំផ្ដាំទៅដល់យុវជនយើងអ្នកស្រឡាញ់វិស័យថតរូបយើងគួរតែរួមគ្នាដើម្បីឲ្យវិស័យមួយហ្នឹងបានទៅយូរវែងខ្ញុំឃើញមួយរយៈនេះរៀងធ្លាក់ចុះណាវិស័យវីដេអូគេទៅហើយណាវីដេអូ content អីចឹងទៅគេទៅប៉ុន្តែដល់ like ស្រាប់គណៈវិស័យថតរូបរៀងធ្លាក់ចុះបន្តិចអញ្ចឹងវាធ្វើជាវាអ្វីដែលជាបញ្ហាហ្នឹងខ្លាចថ្ងៃក្រោយពួកគាត់មកទោះមិនថាអត់យល់ដឹងនឹងឬក៏ចោលនឹងទាំងស្រុងទេបានថាយើងគួរតែនេះជា base មួយបាទវាជា basic មួយឈានទៅបង្កើតវីដេអូឈានទៅបង្កើតរូបភាពផ្សេងទៅទទួលទានផ្សេងទាំង pre wedding ទាំងអីផ្សេង ballot អីផ្សេងដោយសារសូម្បីdirector សូម្បីគេផលិតភាពយន្តមួយណាគេត្រូវការ art director គេត្រូវការ DOP បាទទាំងអស់ហ្នឹងសិតតែមកពីប្លង់ photography ទាំងអស់ចុះបើយើងអត់ចេះ photography ទៅថតវីដេអូអូខេយើងថតបានប៉ុន្តែតាក់ទងនឹងប្លង់ឲ្យវាស៊ីជម្រៅឲ្យវាមើលទៅតាក់ភ្នែកមានអារម្មណ៍ឬក៏ធ្វើឲ្យគេថា professional ហើយជាអត់មានអញ្ចឹង photography នៅតែសំខាន់ចឹងថតបាទបើមិនថតអត់ចេះរៀនបើរៀនអត់ចេះអញ្ចឹងស្រាវជ្រាវមើលគេមើលឯងចូលរួមលេងនេះលេងនោះហើយអានេះមិនមែនត្រឹមតែលើកទឹកចិត្តពួកគាត់ទេគឺកន្លែងដូចជា academy មួយកន្លែងបង្រៀនសិស្សមួយដោយប្រយោលបាទអញ្ចឹងពួកគាត់ទៅដល់ចង់ដឹងថា composition នេះគាត់អាចមើល comment ខ្ញុំគាត់អាចសួរគាត់អាចមើលទៅគ្នាយើងថតអូចេះហើយគាត់យកហ្នឹងទៅ apply ទៅលើវីដេអូ best មើល Hollywood ខ្ញុំចូលចិត្តមើលរឿង Hollywood ដោយសារគាត់បំពាក់នៅប្លង់ photography ល្អខ្លាំងមែនទែនទាំង tone ទាំងប្លង់ទាំងអីគឺ Hollywood គឺគេគាត់កថា professional លើហ្នឹងចឹងគាត់ដាក់មកគឺអស្ចារ្យហ្មងមើលមកអូនេះប្លង់ street ខ្ញុំធ្លាប់ថតអូប្លង់ខ្ញុំធ្លាប់ landscape អីមានទាំងអស់ក្នុងហ្នឹងអានេះហើយដែលខ្ញុំផ្ដាំឲ្យបងប្អូនយើងជាយាមកុំចោល photography skill ហ្នឹងមុនយើងទៅធ្វើអីបាទមុនទៅថតស័ក្តិមុនទៅថតវីដេអូមុនថត pre-wedding ឬក៏រកស៊ីអីផ្សេងគួរតែមាន best photography ហ្នឹងក្នុងខ្លួនហើយមួយទៀតក៏ព្យាយាមមើលគេឲ្យច្រើនហើយនឹងរៀនសូត្រគេពីឲ្យច្រើនបាទពី Hollywood ពីអ្នកខ្លាំងថតឲ្យច្រើនហើយសួរណាឥឡូវសម័យយើង AI ក៏យើងអាចសួរ AI ក៏បានឬក៏គ្នាយើងផ្ទាល់មនុស្សមកញឹមដាក់គ្នាសើចដាក់គ្នាហើយទៅល្អទេដោយសារយើងអាចបញ្យល់ក្បោះក្បាយអីច្រើនយើងមានឧទាហរណ៍បាទអញ្ចឹងនេះហើយដែលជាអ្វីដែលផ្ដាំទៅបងប្អូនយើងហើយជួយគ្នាបាទជួយគ្នាម្នាក់តិចដើម្បីឲ្យវិស័យទៅមុខស្រុកគេដើរខ្លាំងណាស់វិស័យនេះនៅមកទោះនៅប្រទេសយើងចិត្តខាងយើងគេខ្លាំងណាស់គេដល់ឆ្ងាយណាស់សូម្បីតែក្រសួងគេមានក្រសួងមួយនោះច្រឡំនេះខាងប៉ូលីសចរាចរណ៍គេយកលុយផាកហ្នឹងគេយកមកធ្វើ activity event មួយសម្រាប់ photography exhibition ហ្មងនៅវៀតណាមគ្នាយើងបានទៅគឺគេអញ្ចឹងហ្មងខាងក្រសួងទេសចរគេក៏គេបំពាក់មកដើម្បី support ឲ្យ photography នោះយើងបាច់គិតអីយើងបាច់មើលអីយើងមើលរាល់ថ្ងៃយើងផ្សព្វផ្សាយធ្វើ poster ធ្វើអីផ្សេងផ្សព្វផ្សាយធ្វើការរូបភាពបាទធ្វើការរូបភាពដើម្បីធ្វើហ្នឹងអញ្ចឹងរូបភាពនៅតែជាសារៈសំខាន់អញ្ចឹងហើយឧទាហរណ៍ឥឡូវយើងថាអត់សារៈសំខាន់តែម្នាក់ពេលប្រជុំចប់ឬក៏អីចប់ណារូបខ្ញុំថតរូបបាទសួរហ្មងជួនកាលអត់បានថតមានរូបខ្ញុំអត់សួរហ្មងមកពី photography អីណាអ្នកដែលអត់ស្រឡាញ់ថតរូបទេបាទអត់ support ទេប៉ុន្តែធ្វើអីចប់អីចឹងជុំពីរូបអញអត់រូបខ្ញុំអត់ជុំមិនអត់មានអញ្ចឹងខឹងគេខឹងឯង
anh cho cái ăn sả lánh này cho bài hồ đấy nơi tại chia sẻ sầm khăn khăn អរគុណច្រើនបងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត and remember be kind and stay curious មួយទៀត okay your photo is your reward yeah អរគុណច្រើនបងបាទជម្រាបលាបងអរគុណ